ការប្រៃមកប្រភេទនេះគឺថាសម្រស់របស់គេស្អាតខ្លាំងហ្មងហើយឈ្មោះរបស់គេដូចជាគេហៅផ្កាចាហួយតែអត់សូវច្បាស់ដែរហើយខ្ញុំទៅលេងគិរីរំលឹកនេះឃើញគេមានលក់ដើមផ្កាហ្នឹងហើយកំពុងតែស្រឡាញ់ស្រាប់ផងចាំកាលយើងឈប់ឡានទិញ2 3គុំយកទៅដាក់ដាំនៅផ្ទះនៅស្រុកចឹងនិយាយថានេះខ្ញុំទិញយកមកដាំនៅកំពង់សោមនៅមុខហាងរបស់ខ្ញុំណាបន្ទាប់ពីយើងយកមកដល់ហាងហើយអត់ចាំយូរទេបញ្ញាប់រូតរះជីកដីជីកអីនៅមុខហាងហ្នឹងគឺដាក់ដាំហ្មងហើយមកគុំរបស់គេហ្នឹងគឺរាងច្រើនគួរសមដែរហើយវាមានផ្កាស្រាប់អីចឹងទៅហើយនិយាយទៅវាមានមើមផ្កាហ្នឹងវាមានមើមនៅខាងក្នុងហ្នឹងអញ្ចឹងយើងដាំដឹងតែរស់ហើយតែយើងអត់ដឹងថាធម្មជាតិរបស់វានៅក្នុងព្រៃដល់ពេលដែលយើងយកមកដាំនៅក្នុងស្រុកអីអញ្ចឹងតើវារស់ឬហើយវាផ្កាដូចធម្មជាតិរបស់វាដល់រដូវផ្កាវាផ្កាអីអត់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងដាក់ដាំហើយប្របែកដាំហើយអីហើយគឺយើងស្រោចទឹកស្រោចអីវាទៅអញ្ចឹងចាំមើលទាំងអស់គ្នាថាតើពេលដែលវាបន្ទាប់ពីយើងដាំអញ្ចឹងហើយនៅពេលដែលវាផ្កានឹងវារោយអស់ហើយរដូវកាលវាផ្កាតើវាផ្កាវិញទៀតអត់អីចឹងទៅនិយាយទៅខ្ញុំស្រឡាញ់ខ្លាំងហ្មងណាស្អាតខ្លាំង